បាទជំរាបសួរដល់ពុកម៉ែបងប្អូនដែលនិយមតាមដាននៅក្នុងបណ្ដាញសង្គមមួយនេះទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទលីហូសាន់បានចុះយកព័ត៌មានក៏ដូចជាផ្ដិតយករូបភាពដល់គ្រាមក្រមពីគ្រួសារបងស្រីពីការម្នាក់ដែលគាត់មានជីវភាពខកខាតបាទសប្តាហ៍ថ្ងៃនេះគឺគាត់កំពុងតែជួបនៅបញ្ហាខកខាតជាច្រើនយ៉ាងដូច្នេះដើម្បីឲ្យដឹងព័ត៌មានលម្អិតពីគ្រួសារមួយនេះខ្ញុំបាទសូមនាំអារម្មណ៍បងប្អូនដែលជាសប្បុរសជនទាំងអស់មកតាមដាននៅការសម្ភាសរបស់ខ្ញុំបាទលីហូសាន់ជាមួយនឹងបងស្រីផ្ទាល់បាទជំរាបសួរបងចាជំរាបសួរបងឈ្មោះអីដែរបងខ្ញុំឈ្មោះម៉ៃម៉ៅបងយ៉ាងជីវភាពមកសប្តាហ៍នេះយ៉ាងម៉េចដែរបងជីវភាពសប្តាហ៍ថ្ងៃនឹងពិបាកវេទនាខ្លាំងពិបាកយ៉ាងម៉េចបងអាចពិបាកវេទនាវត្តរបស់បងបន្តិចបានចាខ្ញុំវេទនាចិញ្ចឹមកូនហើយមុខរបរមានតែប៉ុណ្ណឹងហើយហៅលុយបានតិចបាន 2-3 ពាន់អញ្ចឹងទៅកូនហ៊ានខ្លះកខ្លះជួនកាលកូនអត់បានទៅហ៊ានសប្តាហ៍នេះបងប្រកបមុខរបរនេះមុខរបរអីគេដែរបងជួយបញ្ជាក់ឲ្យបងប្អូនបានយ៉ាងបច្ចកៈហើយចាវេទនាណាបងពិការជើងមែនទេបងចាពិការជើងពិការភ្នែកចាមើលទាំងអស់គ្នាបងលើកជើងឲ្យមើលបងអាចដោះបានទេបងដោះជើងដោះបានចាបាច់បងយោអូយជើងប្រអីបងជើងកើតបងចាអត់ទេកើតកបត់ជើងពោះខំចាប្រហែលឆ្នាំហើយបង5-10 ឆ្នាំ5-10 ឆ្នាំហើយចាហើយបងរស់នៅទីនេះស្ថិតនៅក្នុងភូមិអីដែរបងភូមិខ្សាមភូមិទី4ភូមិខ្សាមភូមិទី4ឃុំខ្សាមណាចាស្រុកបងស្រុកលៀបអៀខេត្តកំពង់ឆ្នាំងស្រុកលៀបអៀខេត្តកំពង់ឆ្នាំងអញ្ចឹងបងអាចរៀបរាប់ពីប្រវត្តិរបស់បងកន្លងមកឲ្យបងប្អូនយើងបានដឹងបន្តិចបានទេបងបានខ្ញុំកើតមកកាពីម្ដាយតាំងពីអាយុ6 ឆ្នាំកាព្រាចាម្ដាយស្លាប់នៅសម័យប៉ុលហើយរស់នៅមានលពុកម្នាក់បងប្អូនម្នាក់ឥឡូវលពុកក៏ស្លាប់អស់បងក៏ស្លាប់អស់នៅតែម្នាក់ឯងហើយសប្តាហ៍ថ្ងៃនៅទីពឹងអីមុខរបរមានតែប៉ុណ្ណឹងទៅណាក៏មិនរួចគេបងវិការភ្នែកចាវិការភ្នែកហើយកូន2នាក់បងកូន2នាក់បងមានប្តីហ៎បងខ្ញុំមានម៉ាយចាហេតុអីបានមានប្តីតាណាហ៎បងខ្ញុំប្រពន្ធចង់គេតែចាតែពេលហ្នឹងគេនៅផ្ទះប្រពន្ធគេណាបងក៏វេទនាចាំកូនចាបាទហើយតើតើនឹងរឿងជីវភាពវិញសពថ្ងៃយ៉ាងម៉េចដែរជីវភាពសពថ្ងៃទីទល់យ៉ាងខ្លាំងបាទចាពិបាកណាស់ហើយរោមួយថ្ងៃបានប្រហែលមួយថ្ងៃបច្ចកៈអញ្ចឹងជួនកាលបាន 4,000 ទៅមួយថ្ងៃទិញអង្គ1 គីឡូទិញម្ហូបជួនកាលមានលុយឲ្យកូនទៅហ៊ានជួនកាលអត់បានទៅហ៊ានកូនទៅការអត់បានទៅរៀនចាបាទអញ្ចឹងបងចង់ឲ្យបងប្អូនសម្រាប់យើងជួយបងចង់ឲ្យបងប្អូនជួយឲ្យធូរធារជួយអានកូនហ៊ានសូត្របាទបងប្អូនយើងបាទគឺខ្ញុំឃើញពួនដើមខអនាគតនៃជីវិតរបស់បងស្រីគាត់ជាពិការរូបបាទគាត់គ្មានអ្វីជាទីពឹងអត់មានអីទីពឹងទេបងប្អូនក៏គ្មានម៉ែឪក៏គ្មានចំណែកនៃក៏ពិការជើងក៏ពិការទៀតបាទគឺខំមែនតើសង្ឃ
បងស្រីមានការលំបាកយ៉ាងច្រើនបាទខ្ញុំឃើញហើយគឺសំណោះអានោះអាធំណាស់នៃចិត្តតែសែនកំសត់បងស្រីអញ្ចឹងបងអាចសាពះសុំអង្វរបងប្អូនយើងឲ្យជួយបងបងខ្ញុំមិនដឹងថាជួយបងយ៉ាងម៉េចបានទេបងគឺចាខ្ញុំមានលំរៀមដៃ10ហ្នឹងឲ្យបងប្អូនជួយបាទបងខ្ញុំអាសូនបងតែមិនដឹងថាខ្ញុំអាចជួយបងយ៉ាងម៉េចទេខ្ញុំមានតែអំពាវនាវឲ្យបងប្អូនសម្រាប់ខ្ញុំនឹងជួយបងណាចាំមើលខ្ញុំនឹងព្យាយាមជួយបងឲ្យអស់លទ្ធភាពបាទបងប្អូនគឺអាណិតអាសូនណាបាទគាត់ធ្វើម្ដាយយើងម្ដាយគេបងប្អូនគឺអាណិតគាត់ខំប្រឹងប្រែងតស៊ូនៅតែជីវិតគាត់កើតមកអភ័ព្វបាទភ្នែកក៏ពិការចំណែកជើងក៏ពិការទៀតបាទបងប្អូនយើងមើលចាស់គឺជាសកម្មភាពដែលគាត់ប្រកបមុខរបរសប្តាហ៍នេះបាទចឹងបងអីដែរបងខ្ញុំឈ្មោះម៉ៅមីម៉ៅមីចាមីម៉ៅណាបងអាយុប៉ុន្មានបងអាយុ48ឆ្នាំចាបាទមានកូន2នាក់បងណាចាហើយប្តីសប្តាហ៍ហ្នឹងគេដែរមកមើលហើយតមអីមើលថែកូនចៅនឹងដែរអត់បងមុនមកគាត់មកដែរតែឥឡូវគាត់ឈឺនៅមន្ទីរពេទ្យគាត់ឈឺណាចាបាទហើយបងហ្នឹងក៏ចិញ្ចឹមកូនចាអញ្ចឹងទៅណាចាបាទបិទចកឲ្យគេចាប្រហែលចកបងបាន100ចកបាន150 150លុយខ្មែរបងណា100ចកហ្នឹងណាចាប្រហែលមួយថ្ងៃបងបិទបានហើយប្រហែល100ដែរបងមួយថ្ងៃបិទបានប្រហែលជា1000ចកអី1000ចកចាចឹងបាន1500លុយខ្មែរអញ្ចឹងដែរចាមកទិញកផងអីផងទិញកនឹងមានអីហូបបងព្រឹកនេះអត់មានអីទេអត់មានអីចាបងមានអើយដល់កនោះណាត់បងណាបងខ្ញុំមិនដឹងថាជួយបងបានយ៉ាងម៉េចបងបាទអញ្ចឹងដែរថ្ងៃនេះខ្ញុំបាទលីហូសាន់ក៏សូមគោរពនឹងអំពាវនាវដល់បងប្អូនដែលជាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលអស់លោកស្រីតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋបាទថ្ងៃនេះគឺបងប្អូនយើងបានឃើញហើយបងស្រីគាត់អង្វរសាពះឲ្យបងប្អូនជួយគាត់ដោយសារគាត់ជាជនពិការបាទបងប្អូនយើងមើលចុះគាត់ពិការជើងហើយពិការភ្នែកមួយចំហៀងទៀតចំណែកកូនទាំង2នាក់ក៏នៅតូចនៅឡើយមិនអាចជួយការងារបងស្រីបានទេដូច្នេះហើយខ្ញុំរំពឹងទុកថានឹងមានការចូលរួមពីបងប្អូនសម្រាប់ខ្ញុំឃើញហើយបាទខ្ញុំតក់ស្លុតនៅជីវិតដ៏សែនកំសត់របស់គាត់នេះបាទគឺយើងឃើញទាំងអស់គ្នាបាទគឺវេទនាសប្តាហ៍ថ្ងៃនេះហើយយើងចូលមើលទាំងអស់គ្នានេះគឺជាជំរករបស់គាត់បាទឃើញហើយគឺខ្ញុំអួលដើមទ្រូងតែម្ដងមិនដឹងនិយាយអីចេញបាទយើងមើលនេះគឺជំរករបស់គាត់គឺរស់នៅតែក្រែមួយទេបាទរស់នៅតែក្រែមួយទេបងប្អូនយើងមើលចុះបាទនេះអង្គរបស់គាត់បាទនឹងថវិកាដែលនៅសល់នេះ5000ហើយនឹងខបានតែប៉ុណ្្នឹងទេបាទមួយពេលនេះបាទរកមួយថ្ងៃហូបមួយថ្ងៃបាទចឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនបើសូមមេត្តាកុំអស់រំលងនៅវីដេអូនេះបើសិនជាបងប្អូនមិនបានជួយអ្វីសូមបងប្អូនជួយ share ម្នាក់មួយផងចុះបាទសូមអរគុណណាស់បងប្អូនហើយរំពឹងទុកថានឹងមានការចូលរួមពីបងប្អូនដើម្បីជួយដោះស្រាយជូនគាត់ចុះបាទអញ្ចឹងខ្ញុំដូចខ្ញុំនិយាយអញ្ចឹងបងឲ្យខ្ញុំបានតែជួយថតផ្សព្វផ្សាយឲ្យបងតែប៉ុណ្ណឹងបងណាអ្វីដែលសំខាន់គឺពឹងទៅលើវាសនាបងថាបើសិនជាបងមានគេអាណិតអាសូរមានបងប្អូនយើងគាត់អាណិតដោយសារបងជាស្ត្រីហើយពិការជើងមួយខាងបាទហើយក៏ពិការភ្នែកទៀតបាទសង្ឃឹមថានឹងមានការចូលរួមពីបងប្អូនយើងដើម្បីជួយដោះស្រាយជូនបងណាបាទខ្ញុំចង់សួរមួយចំណុចទៀតបងកន្លងមកដែលមានអង្គការឬមួយមានបងប្អូនសម្រាប់ជនអីមកជួយបងហ៎បងអត់មានទេអត់ដែលមានទេបងរយៈពេលប្រហែលឆ្នាំហើយដែលបងលំបាកហ្នឹងបងលំបាកចាប់តាំងពីខ្ញុំ
ជាងមក អូបាទពុកម្ដាយក៏បានស្លាប់ចោលអស់បងនេះហើយចំណែកកម្មទៅយកប្តីក៏ប្តីគេទៀតបងណាបាទអញ្ចឹងហើយបងយើងជាស្ត្រីគឺងាយនឹងរងគ្រោះបាទដល់ពេលមានកូនមកក៏ចិញ្ចឹមតែឯងខ្ញុំជឿជាក់ថាបងតូចចិត្តយ៉ាងខ្លាំងនៅជីវិតគ្មានអ្នកណាកើតមកចុងក្រទេបងខ្ញុំដឹងប៉ុន្តែអ្វីដែលសំខាន់ខ្ញុំបាទខ្ញុំជឿជាក់លើកម្មបងកម្មពៀទេបាទកម្មពៀរបស់យើងវាអញ្ចឹងហើយបងកុំតូចចិត្តហើយបងត្រូវតែតស៊ូនិងរឹងមាំពីព្រោះបងនៅមានកូន2នាក់ទៀតដែលត្រូវចិញ្ចឹមបងណាបាទបងរឹងមាំឡើងហើយខ្ញុំពុំមានអ្វីជួយបងទេបងគឺមានតែអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងអង្គការប្រទេសបាទសូមបងប្អូនជួយផងបាទអាណិតគាត់បាទគាត់ជាស្ត្រីម៉ាយបាទហើយពិការភ្នែកមួយចំហៀងហើយពិការជើងទៀតបាទចឹងបើសិនជាបងប្អូនមានចិត្តអាណិតអាសូរដល់ក្រុមគ្រួសាររបស់បងស្រីបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំបានផ្ទាល់គឺ098 33 55 44និងខ្សែទី2បាទ068 33 55 44អរគុណច្រើនបាទជម្រាបលាបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងជួយចូលរួមផងចុះបាទ